ជំរាបសួរបងប្អូនមិត្តអ្នកស្ដាប់តើអ្នកចំណាយពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃដើម្បីគិតបារម្ភពីកំហុសក្នុងអតីតកាលឬក៏ភ័យខ្លាចចំពោះរឿងរ៉ាវដែលមិនទាន់មកដល់ក្នុងថ្ងៃអនាគតមនុស្សភាគច្រើនរស់នៅក្នុងជីវិតមួយដែលពោរពេញទៅដោយការរវើរវាយដោយខួរក្បាលមិនដែលឈប់គិតសូម្បីតែមួយវិនាទីនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្វែងយល់ពីសៀវភៅផ្លាស់ប្ដូរជីវិតដ៏ល្បីល្បាញបំផុតមួយគឺ The Power of Now របស់លោក Eckhart Tolleសៀវភៅនេះនឹងបើកកកាយអត់កំបាំងមួយថារាល់ទុក្ខសោកនិងភាពស្មុគស្មាញទាំងឡាយនៅក្នុងជីវិតមិនមែនកើតឡើងដោយសារតែពិភពខាងក្រៅនោះទេគឺវាកើតចេញពីការជាប់គាំងនៅក្នុងអន្ទាក់នៃពេលវេលារបស់ខួរក្បាលតោះមកមើលវិធីដោះលែងខ្លួនឯងឲ្យមានសេរីភាពនិងស្វែងរកក្តីសុខពិតប្រាកដដែលនៅចំពោះមុខស្នូលទស្សនវិជ្ជាការឆ្លងផុតពីពេលវេលាផ្លូវចិត្តគោលការណ៍គ្រឹះនៃសៀវភៅនេះគឺការបែងចែករវាងពេលវេលានីឡិកាដែលយើងប្រើសម្រាប់ណាត់ជួបឬធ្វើការងារប្រចាំថ្ងៃនិងពេលវេលាផ្លូវចិត្តដែលជាការបណ្ដោយឲ្យចិត្តទៅរស់នៅក្នុងអតីតកាលដែលកន្លងហួសឬអនាគតដែលមិនទាន់មកដល់លោកថូលបង្ហាញថាទុក្ខសោករបស់មនុស្សកើតចេញពីការដែលចិត្តមិនព្រមនៅនឹងបច្ចុប្បន្នតាមពិតទៅអតីតកាលគ្រាន់តែជាផ្ទាំងចងចាំដែលសេសសល់ចំណែកអនាគតគ្រាន់តែជាការស្រមៃអ្វីគ្រប់យ៉ាងក្នុងជីវិតគឺសុទ្ធតែលាតត្រដាងឡើងនៅក្នុងខណៈពេលបច្ចុប្បន្ននេះតែមួយគត់បើអ្នកផ្ដាច់ខ្លួនពីការបង្កើតរឿងរ៉ាវក្នុងក្បាលបានទុក្ខសោកទាំងអស់ក៏មិនអាចរស់នៅក្នុងខ្លួនអ្នកបានដែរធម្មជាតិនៃអាត្មាឬការយល់ខុសលើខ្លួនឯង ego អាត្មាឬក៏ ego មិនមែនគ្រាន់តែជាការអួតអាងនោះទេប៉ុន្តែវាគឺជារចនាសម្ព័ន្ធផ្លូវចិត្តទាំងមូលដែលកសាងឡើងពីគំនិតអារម្មណ៍និងការចងចាំ ego តែងតែប្រាប់យើងថាខ្ញុំគឺជាគំនិតរបស់ខ្ញុំឬខ្ញុំគឺជាប្រវត្តិរូបដ៏កំសត់របស់ខ្ញុំវិញ្ញាណនិងការគិតហើយคล้ายភាពស្ងប់ស្ងាត់បំផុតយុទ្ធសាស្ត្ររបស់ ego គឺការមិនចេះស្កប់ស្កល់និងតែងតែរុញច្រានក្តីសុខទៅថ្ងៃអនាគតឧទាហរណ៍យើងគិតថាតើតែខ្ញុំមានផ្ទះវីឡាទើបខ្ញុំមានក្តីសុខ ego រស់នៅបានដោយសារការបង្កើតបញ្ហានិងរឿងរ៉ាវរំជើបរំជួលឬក៏ដ្រាម៉ាយើងមិនអាចកំទេច ego ដោយការបង្ខំឡើយប៉ុន្តែវានឹងរលាយបាត់ទៅវិញដោយខ្លួនឯងនៅពេលយើងឈប់ផ្ដោតតម្លៃឬឈប់ជឿតាមវាសតិដឹងការភ្ញាក់រលឹកនៃចិត្តសតិដឹងឬសេចក្តីស្ងប់ presence គឺជាស្ថានភាពដែលចិត្តមានសេរីភាពរួចផុតពីការគ្រប់គ្រងនៃគំនិតវាមិនមែនជាការប្រឹងផ្ដោតអារម្មណ៍ទៅលើវត្ថុណាមួយដោយតានតឹងនោះទេប៉ុន្តែវាគឺជាការដឹងខ្លួនដ៏ធំធេងមួយដើម្បីបណ្ដុះសតិនេះថូលណែនាំឲ្យយើងធ្វើជាអ្នកសង្កេតការ The Watcher ពោលគឺមើលទៅគំនិតនិងអារម្មណ៍របស់ខ្លួនឯងដោយមិនបណ្ដោយខ្លួនឲ្យលិចលង់ទៅតាមវាឧទាហរណ៍នៅពេលដែលអ្នកខឹងចូលដឹងខ្លួនថាអូចិត្តកំពុងតែខឹងហើយដោយគ្រាន់តែមើលវាពីចម្ងាយដូចជាយើងមើលទឹកហូរអញ្ចឹងដោយមិនបាច់ទៅវិនិច្ឆ័យឬខឹងបន្ថែមនោះទេការធ្វើបែបនេះនឹងជួយឲ្យឃើញភាពស្ងប់សុខដ៏ពិតប្រាកដដែលនៅពីក្រោយសម្លេងរំខាននៃគំនិតការព្រមទទួលទល់នឹងការប្រឆាំងតវ៉ាយន្តការនៃក្តីសុខគឺកើតឡើងនៅពេលដែលចិត្តរបស់យើងប្រឆាំងនឹងការពិតនៃបច្ចុប្បន្នភាពវាតែងតែមានសម្លេងក្នុងក្បាលតវ៉ាថារឿងនេះមិនគួរកើតឡើងចំពោះខ្ញុំទាល់តែសោះឬបើការនោះខ្ញុំមិនធ្វើបែបនេះឬក៏ធ្វើបែបនោះការប្រឆាំងបែបនេះបង្កើតឲ្យមានដុំថាមពលនៃក្តីទុក្ខដែលជាសំណល់អារម្មណ៍ឈឺចាប់ពីអតីតកាលលោកថលបញ្ជាក់ថាការព្រមទទួលឬក៏ acceptance មិនមែនជាការចោះចាញ់ឬការទន់ជ្រាយនោះទេប៉ុន្តែវាគឺជាការហ៊ានទទួលស្គាល់ការពិតដែលកំពុងកើតឡើងដើម្បីជាគ្រឹះនៅក្នុងការដោះស្រាយឧទាហរណ៍បាឡានរបស់អ្នកខូចកណ្ដាលផ្លូវការខឹងសម្បារឬជេរប្រតិចគឺជាការប្រឆាំងគឺមិនអាចជួយឲ្យឡានដំណើរការវិញទេវាមានតែធ្វើឲ្យអ្នក stress លើសដើមផ្ទុយទៅវិញការព្រមទទួលថាឡានខូចរួចដើរទៅរកជាងជួសជុលគឺជាសកម្មភាពដែលកើតចេញពីសតិដឹងនិងការដោះស្រាយដល់វៃឆ្លាតដុំថាមពលនៃក្តីទុក្ខដុំថាមពលនៃក្តីទុក្ខគឺជាបណ្ដុំនៃភាពឈឺចាប់ផ្លូវចិត្តដែលលាក់ខ្លួននៅក្នុងខ្លួនយើងដូចជាប៉ារ៉ាស៊ីតវាចូលចិត្តស៊ីអារម្មណ៍អវិជ្ជមាននិងសាច់រឿងដ្រាម៉ាជាអាហារវានឹងដេកសំងំរហូតទាល់តែមានរឿងរ៉ាវណាមួយមកប៉ះទង្គិចវានឹងភ្ញាក់ឡើងភ្លាមដើម្បីគ្រប់គ្រងខួរក្បាលរបស់យើងនឹងធ្វើឲ្យយើងបកស្រាយរឿងរ៉ាវជុំវិញខ្លួនក្នុងនាមជាជនរងគ្រោះដើម្បីរំលាយដុំទុក្ខនេះយើងគ្រាន់តែមើលដឹងពីវដ្តដំណើរការរបស់វាដោយមិនបាច់ទៅបង្កើតរឿងរ៉ាវបន្ថែមកាលណាដរាបណាមានពន្លឺនៃសតិដឹងទៅបំភ្លឺភាពងងឹតនៃដុំទុក្ខនោះនឹងត្រូវរលាយសាបសូន្យជាមិនខានទំនាក់ទំនងកញ្ចក់ឆ្លុះនៃសតិដឹង
ទំនាក់ទំនងស្នេហាឬគ្រួសារគឺជាកន្លែងដ៏ល្អបំផុតក្នុងការវាស់វែងថាតើយើងមានសតិដឹងកម្រិតណាទំនាក់ទំនងភាគច្រើនក្នុងសង្គមបច្ចុប្បន្នដំណើរការទៅបានដោយសារតែការចង់បំពេញ ego ឲ្យគ្នាទៅវិញទៅមកឬយកដុំទុកទៅជះដាក់គ្នាដែលបង្កជាចំនួនមិនចេះចប់ដៃគូស្នេហាតែងតែប្រើប្រាស់គ្នាទៅវិញទៅមកដើម្បីដាស់ល្បឿនរបួសចាស់ៗទំនាក់ទំនងដែលប្រកបដោយសតិដឹងគឺទាមទារឲ្យយើងលះបង់រូបភាពល្អឥតខ្ចោះដែលយើងចង់ឲ្យដៃគូคล้ายជាហើយព្រមទទួលយកពួកគេដោយដែលពួកគេកំពុងតែមានពិតប្រាកដនៅពេលមនុស្សម្នាក់នៅក្នុងទំនាក់ទំនងមានសតិដឹងខ្ពស់វានឹងបង្កើតជាលំហដ៏មានសុវត្ថិភាពមួយដែលជួយដាស់ដៃគូម្នាក់ទៀតឲ្យភ្ញាក់រលឹកតាមដោយបែបធម្មជាតិការលះបង់និងការបញ្ចប់នៃការប្រឆាំងការលះបង់ឬការទម្លាក់ចុះ surrender គឺជាការបង្រៀនដ៏ស៊ីជម្រៅបំផុតមួយនៅក្នុងសៀវភៅនេះវាមិនមែនជាការចោះចាញ់ឬភាពបរាជ័យនោះទេព្រោះវាមិនមែនជាការឈប់ធ្វើសកម្មភាពប៉ុន្តែវាគឺជាការឈប់ប្រឆាំងនឹងខ្សែជីវិតដែលកំពុងហូរការលះបង់កើតឡើងជាលំដាប់លំដោយចាប់តាំងពីការមិនខឹងនឹងរឿងបន្តិចបន្តួចដូចជាការកកស្ទះចរាចរណ៍រហូតដល់ការព្រមទទួលយកការបាត់បង់ដ៏ធំធេងក្នុងជីវិតរាល់ពេលដែលយើងលះបង់ការគ្រប់គ្រងរបស់ ego នឹងចុះខ្សោយហើយសតិដឹងកាន់តែរឹងមាំសភាពបែបនេះបង្ហាញថាអ្វីៗដែលយើងធ្លាប់ប្រឆាំងតាមពិតគ្មានអំណាចបោកបំផ្លាញសេចក្តីសុខរបស់យើងបានឡើយមានតែការប្រឆាំងរបស់ចិត្តយើងទេដែលផ្ដល់អំណាចឲ្យវាការបំផ្លាញក្តីទុក្ខឲ្យទៅជាការភ្ញាក់រលឹកក្តីទុក្ខឬភាពឈឺចាប់អាចคล้ายជាទ្វារនាំទៅរកការភ្ញាក់រលឹកបានប្រសិនបើចេះប្រឈមមុខនឹងវាដោយសតិជំនួសឲ្យការរត់គេចឬអង្គុយវិភាគរកខុសត្រូវលោកថលបានណែនាំឲ្យយើងអោបក្រសោបអារម្មណ៍ឈឺចាប់នោះដោយការព្រមទទួលយកទាំងស្រុងវិធីសាស្ត្រដែលហាក់ដូចជាផ្ទុយពីធម្មជាតិមនុស្សនេះនឹងជួយបំផ្លាញការឈឺចាប់ឲ្យទៅជាធម្មពលនៃសតិដឹងជារឿយៗទ្វារនៃសតិដឹងតែងតែបើកចំហនៅក្នុងពេលដែលមនុស្សជួបទុក្ខសោកធ្ងន់ធ្ងរបំផុតព្រោះនៅពេលដែលយុទ្ធសាស្ត្រផ្លូវចិត្តទាំងអស់ត្រូវបរាជ័យការទម្លាក់ចុះនិងការព្រមទទួលគឺជាជម្រើសតែមួយគត់ដែលនៅសេសសល់សេចក្តីស្លាប់គ្រូបង្រៀនដ៏អស្ចារ្យការសម្លឹងមើលទៅសេចក្តីស្លាប់ឬភាពបន្ទាងមានតួនាទីយ៉ាងសំខាន់ក្នុងការដាស់សតិដឹងការដឹងខ្លួនថាយើងនឹងត្រូវស្លាប់នឹងជួយរំលាយគម្រោងការវែងឆ្ងាយដែលឥតប្រយោជន៍របស់ ego នឹងជួយទាញអារម្មណ៍ឲ្យមកផ្ដោតលើតម្លៃនៃខណៈបច្ចុប្បន្នលោកថលបានបែងចែករវាងការស្លាប់ខាងរូបរាងកាយនិងការស្លាប់ខាងផ្លូវចិត្តការស្លាប់ខាងផ្លូវចិត្តគឺជាការព្រមលះបង់ការរំពឹងទុកនិងការជំពាក់នឹងគំនិតទាំងឡាយដែលយើងនៅរស់នៅពេលដែលភាពភ័យខ្លាចចំពោះសេចក្តីស្លាប់ត្រូវបានរំលាយជីវិតនឹងត្រូវបានរស់នៅដោយក្តីរីករាយយ៉ាងពិតប្រាកដដោយមិនចាំបាច់ចំណាយពេលការពារខ្លួនពីការព្រួយបារម្ភទៀតឡើយការត្រាស់ដឹងគឺជាសភាពធម្មជាតិរបស់មនុស្សការត្រាស់ដឹងឬការភ្ញាក់រលឹកនៅក្នុងបរិបទរបស់លោកថូលមិនមែនជារឿងអភូតហេតុដ៏អស្ចារ្យដែលសម្រេចបានដោយមនុស្សពិសេសមួយចំនួននោះទេប៉ុន្តែវាគឺជាសភាពធម្មជាតិរបស់ចិត្តនៅពេលដែលមិនត្រូវបានបិទបាំងដោយគំនិតរញ៉េរញ៉ៃការប្រឹងប្រែងធ្វើដំណើរស្វែងរកការត្រាស់ដឹងឬជារឿយៗគ្រាន់តែជាគម្រោងថ្មីមួយទៀតរបស់ ego ប៉ុណ្ណោះការភ្ញាក់រលឹកពិតប្រាកដគឺកើតឡើងនៅពេលយើងដឹងខ្លួនថាអ្វីដែលយើងកំពុងស្វែងរកគឺវាមាននៅក្នុងខ្លួនយើងស្រាប់ទៅហើយវាមិនទាមទារពេលវេលារាប់ឆ្នាំឬកន្លែងស្ងប់ស្ងាត់ក្នុងព្រៃភ្នំឡើយវាអាចកើតឡើងបានគ្រប់វិនាទីតាមរយៈការវិលត្រឡប់មកនៅជាមួយបច្ចុប្បន្នភាពទាំងស្រុងផែនដីថ្មីនឹងការផ្លាស់ប្ដូរជាសមូហភាពការភ្ញាក់រលឹករបស់បុគ្គលម្នាក់ៗនឹងរួមចំណែកដល់ការវិវត្តរបស់មនុស្សជាតិទាំងមូលនៅពេលដែលមានមនុស្សកាន់តែច្រើនរស់នៅដោយមានសតិដឹងវានឹងបង្កើតជាធម៌ពលវិជ្ជមានដែលជួយឲ្យអ្នកជុំវិញខ្លួនងាយនឹងភ្ញាក់រលឹកតាមលោកថូលមើលឃើញពីការផ្លាស់ប្ដូរនៃអរិយធម៌មនុស្សជាតិដែលលែងឈរលើមូលដ្ឋាននៃចំនួននិងក្តីទុកដែលបង្កើតដោយ ego ទៀតហើយការផ្លាស់ប្ដូរសកលនេះមិនទាមទារឲ្យមនុស្សគ្រប់គ្នាក្លាយជាព្រះនោះទេគឺត្រូវការត្រឹមតែក្រុមមនុស្សមួយចំនួនធំដែលរស់នៅដោយប្រើប្រាស់សតិដឹងជំនួសឲ្យការប្រើប្រាស់អាត្មាការប្រែប្រួលនេះនឹងផ្លាស់ប្ដូរទាំងទំនាក់ទំនងការរស់នៅនិងការថែរក្សាភពផែនដីឲ្យឈានទៅរកសន្តិភាពនិងក្តីស្រឡាញ់ពិតប្រាកដចូលចងចាំថាគ្មានអ្វីមួយធ្លាប់កើតឡើងនៅក្នុងអតីតកាលទេវាបានកើតឡើងនៅក្នុងខណៈពេលបច្ចុប្បន្នហើយក៏គ្មានអ្វីមួយដែលកើតឡើងនៅក្នុងអនាគតកាលដែរវានឹងកើតឡើងនៅក្នុងខណៈបច្ចុប្បន្នដូចគ្នាជីវិតរបស់អ្នកគឺមានតែពេលនេះតែមួយគត់ចូលឈប់ធ្វើជាអ្នកទោសនៃពេលវេលាផ្លូវចិត្តហើយចាប់ផ្ដើមដកដង្ហើមវែងៗរីករាយនឹងអ្វីដែលនៅចំពោះមុខអ្នកនៅវិនាទីនេះ
តើអ្នកត្រៀមខ្លួនរួចរាល់នៅក្នុងការទម្លាក់ចោលនៅក្តីកង្វល់ហើយរស់នៅក្នុងខណៈបច្ចុប្បន្នហើយឬនៅចូល comment ចែករំលែកអារម្មណ៍របស់អ្នកនៅខាងក្រោមប្រសិនបើអ្នកចង់ទទួលបានវីដេអូសង្ខេបសៀវភៅល្អៗដែលជួយដាស់ស្មារតីនិងអភិវឌ្ឍខ្លួនបែបនេះទៀតកុំភ្លេចចុច like share និង subscribe channel book brief របស់ខ្ញុំសូមអរគុណនិងសូមឲ្យមានសេចក្តីស្ងប់ក្នុងចិត្តគ្រប់គ្នាអរគុណចំពោះការតាមដានស្ដាប់យើងចាំជួបគ្នានៅវីដេអូក្រោយទៀតជូនពរសំណាងល្អ